ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតមួយដែលយើងទាំងអស់គ្នាបានដឹងថាវាកើតចេញពីប្រទេសមីយ៉ាន់ម៉ាគឺគ្រោះរញ្ជួយដីនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះបានពង្រឹងជំហររបស់ឧត្តមសេនីយ៍ដែលកំពុងតែកាន់អំណាចលោកមីនអងលៀងដោយការបើកបណ្ដាញការទូតឡើងវិញបន្ទាប់ពីរយៈពេល4ឆ្នាំបន្ទាប់ពីយោធារបស់គាត់នឹងបានបណ្ដេញរដ្ឋាភិបាលជាប់ឆ្នោតចេញហើយបានបញ្ឆេះសង្គ្រាមស៊ីវិលដ៏ឃោរឃៅបាននិយាយឲ្យស្រួលស្ដាប់ទៅគឺបានន័យថាចាប់តាំងពីគាត់ប្លន់អំណាចពីលោកស្រីអង្សានស៊ូជីមកគាត់បានបង្កើតសង្គ្រាមដែលបានឆក់យកជីវិតជាតិសាសន៍ឯងនឹងអស់រាប់ពាន់រាប់ម៉ឺននាក់ហើយវាคล้ายជាវិញ្ញាសកម្មមួយធ្វើឲ្យបរទេសនឹងអត់មានការទូតជាមួយគាត់ទេអញ្ចឹងការទូតនៅក្នុងប្រទេសគាត់ឬក៏ការដឹកនាំរបស់គាត់នឹងគឺស្ថិតនៅក្នុងលក្ខណៈឯកោនិយមដែលគ្មានទំនាក់ទំនងជាមួយនឹងប្រទេសណាទាំងអស់ប៉ុន្តែគ្រោះធម្មជាតិឬក៏រញ្ជួយដីដែលបានឆក់យកជីវិតប្រជាជនរបស់គាត់រាប់ពាន់នាក់នឹងអាចជាឱកាសមួយបើកផ្លូវឲ្យគាត់ធ្វើការទំនាក់ទំនងការទូតជាមួយនឹងបរទេសឡើងវិញនៅមុនការរញ្ជួយដីកម្រិត 7.7 Richter ដែលបានកើតឡើងកាលពីថ្ងៃសុក្រហើយនឹងបានសម្លាប់មនុស្សអស់យ៉ាងតិច 2,700 នាក់នេះប្រមុខយោធារបស់មីយ៉ាន់ម៉ាកំពុងត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចបរទេសដ៏កម្រមួយទៅកាន់កិច្ចប្រជុំកំពូលនៅក្នុងតំបន់ស្ថិតនៅប្រទេសថៃកិច្ចប្រជុំដែលនឹងត្រូវបានធ្វើឡើងក្នុងទីក្រុងបាងកកសប្តាហ៍នេះមិនទាន់ច្បាស់នៅឡើយទេថាតើលោកមីនអងលៀងដែលជាប្រមុខរដ្ឋរបស់មីយ៉ាន់ម៉ានឹងចូលរួមឬក៏អត់ប៉ុន្តែគ្រោះមហន្តរាយដែលបានជួបមកហ្នឹងយើងសង្កេតឃើញថាវាបានបើកផ្លូវមួយឲ្យគាត់រួចទៅហើយនៅក្នុងការជួយបញ្ចប់ភាពឯកោនៃការដឹកនាំរបស់គាត់អ្នកវិភាគម្នាក់ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបាននិយាយថារបបយោធាដឹងថាមហាអំណាចក្នុងតំបន់ហ្នឹងគឺកំពុងតែប្រទីងបន្ទង់នឹងដណ្ដើមឥទ្ធិពលគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាដូច្នេះមីយ៉ាន់ម៉ាប្រហែលជាចង់ប្រើឱកាសនេះដើម្បីពង្រឹងជើងឬក៏ពង្រឹងសក្តានុពលទ័ពយោធារបស់គេនឹងឯងបានន័យថាពីដើមមករដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាហ្នឹងគឺឈរនៅឯកោគ្មានអ្នកណារាប់អានរាប់រកទេប៉ុន្តែមានការ support ឬក៏គ្រប់គ្រងខ្លះៗពីសំណាក់ប្រទេសចិនហើយគណៈពេលឥឡូវនេះមហាអំណាចនៅក្នុងតំបន់អាស៊ីរបស់យើងមានឥណ្ឌាចិននិងប្រទេសមួយចំនួនទៀតហ្នឹងកំពុងតែព្យាយាមទាញឥទ្ធិពលគ្នាទៅវិញទៅមកហើយនៅក្នុងនឹងដែរគេក៏សង្កេតឃើញថាមីយ៉ាន់ម៉ាហ្នឹងអត់ចង់ស្ថិតនៅក្រោមតែចិនម្នាក់ឬមួយក៏មានការគ្រប់គ្រងពីចិនម្នាក់ឯងអញ្ចឹងទន្ទឹមនឹងហ្នឹងគឺគេសង្កេតឃើញថាមីយ៉ាន់ម៉ាហ្នឹងព្យាយាមចង់មានទំនាក់ទំនងជាមួយប្រទេសផ្សេងដែរហើយនៅពេលដែលប្រទេសខ្លួនឯងស្ថិតក្នុងគ្រោះមហន្តរាយដែលបាត់បង់ជីវិតមនុស្សអស់ជាច្រើនពាន់នាក់និងរងរបួសរងការខូចខាតរាប់ម៉ឺននាក់ហ្នឹងយើងសង្កេតឃើញថាលោកមីនអងលៀងហ្នឹងគឺជាលើកដំបូងដែលធ្វើការស្នើសុំជំនួយពីអន្តរជាតិដូចជាចិនឥណ្ឌារុស្ស៊ីនិងប្រទេសនៃអាស៊ីអាគ្នេយ៍មួយចំនួនជាដើមអញ្ចឹងគេសង្កេតឃើញថាវាគឺជាឱកាសមួយសម្រាប់គាត់ដូចគ្នាយកលេសរឿងគ្រោះមហន្តរាយហ្នឹងនៅក្នុងការភ្ជាប់ទំនាក់ទំនងដោយកាលពីសប្តាហ៍មុនលោកមីនអងលៀងនេះបាននិយាយជាមួយប្រធានាធិបតីស៊ីជីនពីងនៃប្រទេសចិននិងនាយករដ្ឋមន្ត្រីឥណ្ឌានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាការសន្ទនាដែលនាំទៅដល់ការសុំជំនួយអន្តរជាតិនឹងឯងការរំជួយដីដ៏ខ្លាំងបំផុតរបស់ប្រទេសនេះបានបើកបង្អួចថ្មីសម្រាប់មេដឹកនាំផ្ដាច់ការរូបនេះក្នុងការចូលរួមជាមួយនឹងមហាអំណាចក្នុងតំបន់ហើយយើងក៏សង្កេតឃើញថាសម្ព័ន្ធមិត្តសំខាន់ៗដូចជាប្រទេសចិនជួយរបបយោធានៃប្រទេសមីយ៉ាន់ម៉ានេះជាមួយនឹងការខិតខំប្រឹងប្រែងដូចជាការជំរុញក្រុមប្រឆាំងរបបយោធាធំៗឲ្យបញ្ឈប់ការប្រយុទ្ធប៉ុន្តែទោះបីជាប្រទេសមីយ៉ាន់ម៉ានឹងទទួលបានជំនួយផ្សេងពីបរទេសក៏ដោយមានប្រភពការទូតទី2ក្នុងប្រទេសនេះបាននិយាយថាទោះបីជាយ៉ាងណាក៏របបយោធាកំពុងធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីទទួលបានអត្ថប្រយោជន៍ពីវិបត្តិមួយនេះហើយបដិសេធជំនួយដល់ជនស៊ីវិលនិងក្រុមប្រឆាំងបានន័យថាការសុំជំនួយផ្សេងពីបរទេសឬក៏ជំនួយដែលបរទេសផ្ដល់ទៅឲ្យហ្នឹងគឺគេទទួលយកហើយនឹងយកវាទៅប្រើជាផលប្រយោជន៍តែចំពោះរបបយោធារបស់គេទេចំពោះជំនួយដែលជួយទៅដល់ជនស៊ីវិលហើយនឹងក្រុមប្រឆាំងគឺគេអត់ទទួលឬមួយក៏ទទួលហើយក៏មិនបានទៅដល់ដៃរបស់ជនទាំងអស់នោះដែរហើយចំពោះរឿងការទូតរឿងអីផ្សេងហ្នឹងដូចគ្នាគឺគេធ្វើឡើងក្នុងបរិបទមួយជួយដល់របបយោធារបស់គេប៉ុណ្ណោះដែលជំនួយរាប់លានដុល្លារការផ្គត់ផ្គង់ជំនួយនិងបុគ្គលិកសង្គ្រោះរាប់រយនាក់មកពីបរទេសដូចជាចិនឥណ្ឌារុស្ស៊ីនិងអាស៊ីអាគ្នេយ៍បានទៅដល់មីយ៉ាន់ម៉ាចាប់តាំងពីរញ្ជួយដីភ្លាមប៉ុន្តែក្រោមរូបភាពឬក៏គេសម្រុកជួយទៅមុនហ្នឹងគឺជួយរបបយោធារបស់គេក្នុងឱកាសដែលមីយ៉ាន់ម៉ាជួបគ្រោះរញ្ជួយដីនេះវាមានផលប្រយោជន៍ពីរធំសម្រាប់រដ្ឋាភិបាលឬក៏របបដឹកនាំយោធារបស់លោកមីនអងលៀងនឹងដែលទី1គឺយកជំនួយដែលគេជួយនឹងទៅពង្រឹងរបបយោធារបស់គាត់ហើយមួយទៀតគឺពាក់ព័ន្ធទៅនឹងការទូតដែលថាជាតិពេលប្រទេសខ្លួនឯងកំពុងតែរងការខូចខាតហើយមានការយកចិត្តទុកដាក់ឬក៏អាណិតអាសូរពីសំណាក់បរទេសហ្នឹងវាគឺជាឱកាសមួយដែលគាត់អាចផ្សារភ្ជាប់ទំនាក់ទំនងឬក៏ធ្វើទំនាក់ទំនងជាមួយនឹងបរទេស
អ្នកវិភាគដែលនៅសង្ហបុរីដដែលហ្នឹងបានបន្ថែមថារបបយោធានេះអាចទាញយកវិបត្តិនេះដើម្បីពង្រឹងជំហររបស់ខ្លួននៅក្នុងសមរភូមិប្រយុទ្ធរបស់ប្រទេសមីយ៉ាន់ម៉ាដែលថាការរំជួយដីនឹងធ្វើឲ្យមានភាពស្មុគស្មាញដល់ការតស៊ូរបស់ពួកប្រឆាំងនិងសមត្ថភាពរបស់ពួកគេក្នុងការរក្សាការគ្រប់គ្រងពីប្រជាជនក្នុងតំបន់ដែលវាបានន័យថាក្រៅពីអត្ថប្រយោជន៍ពីការសុំជំនួយនិងការផ្សារភ្ជាប់ទំនាក់ទំនងការទូតវាក៏មានផលល្អមួយទៀតសម្រាប់រដ្ឋាភិបាលលោកមីនអងលៀងដូចគ្នាដោយសារតែអ្នកប្រឆាំងនឹងរដ្ឋបាលរបស់គាត់នឹងកំពុងតែជួបគ្រោះនឹងអញ្ចឹងបានន័យថាកម្លាំងរបស់ពួកគេនឹងខ្សត់ខ្សោយហើយកាលពីខែមុនមានអតីតអនុរដ្ឋមន្ត្រីការបរទេសថៃបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាដោយគាត់បាននិយាយថាក្រុមអ្នកប្រកាន់របបខ្លះជឿថារបបយោធានេះអាចបន្តដោយជំនួយពីសម្ព័ន្ធមិត្តមួយចំនួនហ្នឹងមានន័យថាធ្វើត្បិតតែកន្លងមកប្រហែលឆ្នាំហ្នឹងភាពឯកោនិយមនៃការកាន់អំណាចរបស់គេហ្នឹងវាអត់រឹងមាំទេអញ្ចឹងរយៈពេលចុងក្រោយហ្នឹងរបបយោធាហ្នឹងវារៀងអន់ថយហើយនឹងខ្សោយកម្លាំងដូចគ្នាប៉ុន្តែឥឡូវនេះគេជឿថារបបនេះអាចបន្តដោយសារតែមានជំនួយពីសម្ព័ន្ធមិត្តមួយចំនួននឹងឯងអញ្ចឹងជាតិអាកាសនៅពេលដែលមានគ្រោះរញ្ជួយដីគេផ្ដល់ជំនួយទៅថែមទៀតអញ្ចឹងរបបហ្នឹងប្រហែលជានឹងអាចបន្តកាន់តែយូរទៀតហើយដោយអតីតអនុរដ្ឋមន្ត្រីការបរទេសថៃរូបនេះបានប្រាប់សារព័ត៌មាន Reuters ថាពួកគេមើលឃើញថាសណ្ដាប់ធ្នាប់ពិភពលោកនឹងកំពុងតែផ្លាស់ប្ដូរហើយមានបង្គោលថ្មីជាច្រើនដែលពួកគេអាចពឹងពាក់បានជាមួយនឹងប្រទេសចិនរុស្ស៊ីនិងឥណ្ឌាជាដើមហើយពួកគេគិតថាមីយ៉ាន់ម៉ានឹងអាចរីកចម្រើនដោយគ្មានការចូលរួមពីប្រទេសផ្សេងៗទៀតហើយបើសិនបើការប្រជុំដែលនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗក្នុងទីក្រុងបាងកកនេះមានការចូលរួមពីសំណាក់លោកមីនអងលៀងនឹងផ្ទាល់គឺលោកមីនអងលៀងនឹងទទួលបានឱកាសបន្ថែមទៀតសម្រាប់សុពលភាពការទូតដូចជាការចូលរួមកាន់តែច្រើនជាមួយនឹងឥណ្ឌានិងថៃហើយនឹងការផ្សារភ្ជាប់ទំនាក់ទំនងជាដើមនៅក្នុងជំនួបឬក៏គំនិតផ្ដួចផ្ដើមសម្រាប់ការប្រជុំនេះវាគេផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចពហុវិស័យរួមមានប្រទេសថៃមីយ៉ាន់ម៉ាឥណ្ឌាបង់ក្លាដេសនេប៉ាល់ស្រីលង្កានិងប្រទេសប៊ូតង់ជាដើមអញ្ចឹងបើសិនជាលោកមីនអងលៀងគាត់ធ្វើដំណើរមកចូលរួមមែនគាត់មានឱកាសច្រើននៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រទេសទាំងអស់ហ្នឹងតែមន្ត្រីថៃដដែលនេះបាននិយាយថាអ្វីដែលគាត់ទទួលបានពីការធ្វើដំណើរពេលថ្មីទៅកាន់មីយ៉ាន់ម៉ាហ្នឹងគឺថាលោកមីនអងលៀងហ្នឹងមិនចង់នៅក្រោមប្រទេសចិនតែមួយទេគឺគាត់មានគោលចំហនៅក្នុងការចាប់តោងប្រទេសផ្សេងៗដូចជាឥណ្ឌាឬក៏ប្រទេសដែលនាងខ្ញុំបានរៀបរាប់ជូននឹងឯងហើយជាឱកាសហ្នឹងគេក៏បានប្រកាសពីគោលចំហគេចំពោះការតាក់ទងជាមួយនឹងមីយ៉ាន់ម៉ាអីដូចគ្នាប៉ុន្តែអ្វីដែលយើងអាចចាប់អារម្មណ៍មួយទៀតហ្នឹងដំណើរទស្សនកិច្ចឬមួយក៏បើសិនជាលោកមីនអងលៀងហ្នឹងគាត់ធ្វើដំណើរមកទីក្រុងបាងកកនៃប្រទេសថៃវិញគាត់ក៏មានឱកាសនៅក្នុងការជួបលោកថាក់ស៊ីន ស៊ីនវត្ត្រាដែលជាអតីតនាយករដ្ឋមន្ត្រីថៃដែរដែលលោកថាក់ស៊ីននេះត្រូវបានលោកអានវ៉ារបស់ប្រទេសម៉ាឡេស៊ីហ្នឹងតែងតាំងជាទីប្រឹក្សាផ្ទាល់ក្នុងនេះដែរអ្នកវិភាគខ្លះហ្នឹងបាននិយាយថាប្រទេសថៃកំពុងតែដើរយ៉ាងតឹងរ៉ឹងដោយផ្ដល់ភាពស្របច្បាប់ដល់លោកមីនអងលៀងនៅពេលដែលគាត់ប្រយុទ្ធនឹងការតស៊ូប្រដាប់អាវុធដែលបានបំផ្លាញការត្រួតត្រាឬក៏ក្តោបក្តាប់របស់គាត់នៅលើប្រទេសមីយ៉ាន់ម៉ាហើយក៏មានអ្នកផ្សេងទៀតដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជូឡាឡុងកនហ្នឹងបាននិយាយដូចគ្នាថាប្រទេសមីយ៉ាន់ម៉ាឬមួយក៏អាចនិយាយថាមានសង្គ្រាមស៊ីវិលដ៏អាក្រក់ឃោរឃៅហើយនឹងហិង្សាកើតឡើងហើយដូច្នេះថៃត្រូវតែប្រុងប្រយ័ត្នចំពោះប្រទេសនេះដោយសារតែប្រទេសនេះមានព្រំដែនវែងជាមួយខ្លួនហើយអាចបង្កើតជាបញ្ហាយ៉ាងច្រើនដូច្នេះក៏អាចនិយាយថាហ្នឹងក៏ជាសារដាស់តឿនដល់រដ្ឋាភិបាលគេឲ្យប្រុងប្រយ័ត្នអីចឹងទៅអញ្ចឹងសរុបមកវិញមកពុកម៉ែបងប្អូនទាំងអស់គ្នាគ្រោះធម្មជាតិគ្រោះរញ្ជួយដីដ៏កាចសាហាវដែលបានឆក់យកជីវិតប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ឬថាគិតត្រឹមថ្ងៃអង្គារមានមនុស្សជាង 2700 នាក់ទៅហើយដែលបានរកឃើញថាបាត់បង់ជីវិតនិងមានមនុស្សដែលបាត់ខ្លួនស្ថិតនៅក្រោមគំនរបែកបាក់ឬក៏រងរបួសហ្នឹងរាប់ពាន់រាប់ម៉ឺននាក់ទៀតប៉ុន្តែយើងអត់ទាន់អាចកំណត់ចំនួនមនុស្សដែលបាត់បង់ជីវិតហ្នឹងថានឹងបញ្ចប់ទៅនៅតួរលេខប៉ុន្មានទេប៉ុន្តែត្រឹមតែលេខដែលរកឃើញហើយចំនួន 2700 នាក់ហ្នឹងគឺវាច្រើនខ្លាំងមែនតើហើយប្រទេសមីយ៉ាន់ម៉ាហ្នឹងក៏ឃើញថាដូចជាកាន់ទុកចំនួន1សប្តាហ៍ដែរកាន់ទុកជាតិប៉ុន្តែនៅពីក្រោយភាពឈឺចាប់ការវិនាសព្រាត់ប្រាសបែកបាក់សាច់ញាតិបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិនានាយ៉ាងច្រើនដែលវាជាភាពឈឺចាប់ដែលមិនអាចបកស្រាយបាននៃប្រជាជនមីយ៉ាន់ម៉ាតែផ្ទុយទៅវិញវាគឺជាឱកាសសម្រាប់មេដឹកនាំរបបយោធាផ្ដាច់ការលោកមីនអងលៀងទៅវិញដែលប្រយោជន៍នេះគឺមានដូចជាប្រយោជន៍ដែលទទួលបានជំនួយពីបរទេសយកជំនួយទាំងអស់ហ្នឹងទៅពង្រឹងឬក៏ទៅបន្តដល់របបយោធារបស់គាត់ប្រយោជន៍មួយទៀតគឺជាតិក្នុងអាកាសដែលប្រទេសកំពុងតែជួបនៅភាពសោកសង្រេងទទួលបានការអាណិតអាសូរយកចិត្តទុកដាក់ពីបរទេសហ្នឹងគឺគាត់ឆ្លៀតឱកាសនេះឬក៏ទទួលបានឱកាសនេះនៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឬក៏តាក់ទងទៅសុំជំនួយពីបរទេសប្រយោជន៍មួយទៀតដែលជាប្រយោជន៍ដោយប្រយោលហ្នឹងគឺដោយសារតែគ្រោះរញ្ជួយដីនេះក៏បង្កការប៉ះពាល់ឬក៏ការខូចខាតដ៏ធ្ងន់ចំពោះក្រុមប្រឆាំងនឹងរបបយោធាគាត់ដែរអញ្ចឹងបានន័យថា
គាត់មិនចាំបាច់ធ្វើសង្គ្រាមក៏មកខាងទៀតដែលប្រឆាំងគាត់ហ្នឹងក៏អន់ថយកម្លាំងក្នុងការមកធ្វើសង្គ្រាមជាមួយគាត់ដែរអញ្ចឹងវាមាន3ធំហ្នឹងដែលគាត់ទទួលបានពីគ្រោះរំជួយដីមួយនេះពួកយើងទាំងអស់គ្នាប្រកាសជាមើលឃើញថាប្រជាជនកំពុងតែឈឺចាប់ប៉ុន្តែសម្រាប់មេដឹកនាំរូបនេះគាត់អត់បានគិតដូចយើងទាំងអស់គ្នាទេហើយចំពោះភាពឈឺចាប់ឬក៏ការខូចខាតការបាត់បង់ហ្នឹងខ្ញុំបានរៀបរាប់ជូនមុនហើយអញ្ចឹងនៅក្នុងវីដេអូនេះយើងមកមើលពីកំហើញខាងលោកមានអង្លាំងឬរដ្ឋាភិបាលយោធារបស់គេវិញអញ្ចឹងវីដេអូនេះមកដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាមានមតិយោបល់អីអាច comment បាននៅខាងក្រោមហើយកុំភ្លេចចុច subscribe នាងខ្ញុំផងដើម្បីជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតអរគុណជម្រាបលាបាយបាយ